សូមលោកគ្រូនិងមករួមថតល្អគ្នាខ្ញុំឈ្មោះសុភានសរិនមកកតមកពីថ្នាក់ទី 8C សាលាបញ្ញសាស្ត្រាអន្តរជាតិសាខាទី1ថ្ងៃនេះខ្ញុំនឹងប្រសិនអំពីប្រទេសថៃជាមួយចឹងយើងមុននឹងចូលយើងនឹងខ្ញុំសូមនិយាយអំពីវេទិកាដែលយើងកើតចឹងវេទិកាយើងមានមុខម្ហូបទង់ជាតិវប្បធម៌ទេសចរទីតាំងភូមិសាស្ត្រព្រំប្រទេសព្រំប្រទល់ស្ថានដីប្រទេសថៃអាកាសធាតុប្រព័ន្ធផ្លូវទឹកនយោបាយទីក្រុងខណ្ឌក្រុងនិងប្រព័ន្ធផ្លូវទី1យើងចូលដល់មុខម្ហូបនៅប្រទេសថៃវាមានជាច្រើននៅប្រទេសថៃមានមុខម្ហូបជាច្រើនប៉ុន្តែថ្ងៃនេះយើងលើកមកពីមុខម្ហូបដែលខ្មែរយើងស្គាល់ច្បាស់គឺមុខម្ហូបទី1គឺបុកល្ហុងដែលល្បីនៅថៃក៏ដូចជានៅខ្មែរផងដែរនៅក្នុងនោះមានដូចជាល្ហុងម្ទេសការ៉ុតក្រូចឆ្មានិងជាច្រើនមុខទៀតមុខម្ហូបទី2ស្វាយសាំងខ្យាមកស្វាយបាយដំណើបស្ករដែលមានស្វាយបាយដំណើបហើយនិងទឹកខ្ទិះមកក៏យើងអាចបរិភោគមួយតរ៉េនក៏បានដែរដល់បន្តមកទៀតទង់ជាតិរបស់ប្រទេសថៃទង់ជាតិរបស់ប្រទេសថៃមាន3ពណ៌ពណ៌ក្រហមពណ៌សនិងពណ៌ខៀវនៅពណ៌ក្រហមមានតំណាងថាប្រជាជននិងទីនិយមពណ៌សតំណាងឲ្យសាសនាព្រះពុទ្ធសាសនាជាដើមទង់ជាតិពណ៌ខៀវតំណាងឲ្យព្រះមហាក្សត្រចឹងតមកទៀតយើងមានឈ្មោះនិងប្រជាជនចឹងនេះគឺជាទង់ជាតិប្រទេសថៃដែលបានលើកនិយាយមុនហ្នឹងហើយប្រទេសថៃមានឈ្មោះជាផ្លូវការគឺរាជាណាចក្រប្រទេសរាជាណាចក្រថៃប្រទេសថៃមានប្រជាជនសរុប127.66 នាក់ក្នុង1គីឡូម៉ែត្រហើយជនជាតិប្រទេសថៃភាគច្រើនមានប្រទេសជនជាតិសៀមហ្នឹងហើយជនជាតិខ្មែរយើងប្រហែលនៅកន្លែងជនជាតិខ្មែរយើងមានប្រមាណ4លាននាក់ហើយនៅតំបន់អាគ្នេយ៍ព្រំដែនខ្មែរថៃហើយនឹងមានជនជាតិឡាវទៀតដែលនៅភាគខាងកើតនៃប្រទេសថៃហើយភាគច្រើននៅទីក្រុងបន្តមកទៀតចូលដល់វប្បធម៌ប្រទេសថៃវប្បធម៌ប្រទេសថៃមានវប្បធម៌ជាច្រើនដែលបានឃើញនៅក្នុងរូបភាពនេះដែលហើយវប្បធម៌នោះយើងបានលើកមកមានសាសនាព្រះពុទ្ធមានមហាក្សត្រសំណេរនិងជាភាសានិងអក្សររបាំនិងតន្ត្រីនុនាបុណ្យនិងការប្រវត្តិជំនឿនៅប្រទេសថៃមានការកើនឡើងនៃទេសចរនៅប្រទេសថៃនៅឆ្នាំ2025ហ្នឹងយើងបានលើកមកថាយុទ្ធសាស្ត្រនៅប្រទេសថៃហ្នឹងគេបានទាញយកវិស័យពី3%ទៅ 3.5% នៅឆ្នាំ2025ហើយក៏មានការរីកចម្រើននៃទេសចរផងដែរចឹងយើងនិយាយមកទៅគឺកសិកម្មគឺជាមុខវិជ្ជាតនមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងសេដ្ឋកិច្ចប្រទេសថៃមានកសិកម្មដូចជាការដំណាំនិងការប្រមូលផលដីធម្មជាតិដើម្បីជួយក្នុងការផ្គត់ផ្គង់និងគ្រឿងផ្សំផ្សេងសម្រាប់ប្រើប្រាស់ក្នុងប្រទេសនិងនាំចេញទៅក្រៅប្រទេសកសិកម្មមានដូចជាកសិកម្មកំបាំងប្រមូលអង្ករកសិកម្មសិតដល់ផ្លែឈើកសិកម្មប្រមូលតាមបណ្ដាញចា៎ការដាំដំណាំនៅប្រទេសថៃមានជាច្រើនបែបដែលយើងបានទាញមកហ្នឹងមានដូចជាការដាំផ្លែឈើមាននឹងការដាំផ្លែឈើហ្នឹងមានស្វាយធូរ៉េនល្ហុងចេក
អឺមិននាស់ហើយនឹងដូង ចឹងឥឡូវយើងនឹងនិយាយអំពីទីតាំងប្រទេសថៃដូចជានៅខាងរូបនេះចឹងប្រទេសថៃស្ថិតនៅត្រង់ទ្វីបអាស៊ីអាគ្នេយ៍ដែលនៅលើឧបទ្វីបឥណ្ឌាចិនដែលលាតសន្ធឹងពីខ្សែស្រ6ទៅ20នៃរយៈទទឹងខាងជើងនិងខ្សែបណ្ដោយទី97ទៅ106នៃរយៈបណ្ដោយខាងកើតប្រទេសថៃមានផ្ទៃដី513,000 គីឡូម៉ែត្រការ៉េព្រំប្រទល់ប្រទេសថៃមានដូចជាខាងកើតនៃប្រទេសថៃខាងកើតជាប់ឡាវដែលមាន1754 គីឡូម៉ែត្រខាងជើងជាប់ប្រទេសកម្ពុជាខាងយ៉ាងណាខាងលិចជាប់មីយ៉ាន់ណាដោយមាន1800 គីឡូម៉ែត្រនិងខាងត្បូងជាប់ប្រទេសមីយ៉ាន់ណាមួយទៀតគឺ506 គីឡូម៉ែត្រ ចូលដល់សន្តានដីនៃប្រទេសថៃមាន4គឺភូមិភាគខាងជើងភូមិភាគអាស៊ីអាគ្នេយ៍ភូមិភាគខាងកើតនិងភូមិភាគកណ្ដាលដើម្បីឲ្យយកក្បោះក្បាយជាមុនយើងបានលើកឧទាហរណ៍ភូមិភាគខាងជើងជាទំនាបខ្ពង់រាបខ្ពស់និងដាំដែលបណ្ដោយនឹងទិសខាងជើងភូមិភាគកណ្ដាលជាទំនាបដ៏ធំមួយនៃប្រទេសថៃភូមិភាគអាស៊ីអាគ្នេយ៍ជាភូមិភ្នំដងរែកដែលព្រំដែនធម្មជាតិរវាងកម្ពុជានិងថៃព្រំប្រទល់ប្រទេសនៅស្ថិតនៅព្រំប្រទល់ប្រទេសកម្ពុជាភូមិភាគខាងកើតជាប្រហោងដ៏ធំមួយនៃប្រទេសថៃហើយយើងទាំងចាប់ដើមនិយាយអំពីភ្នំក្នុងប្រទេសថៃមានភ្នំច្រើនជាដែលតាក់ទាញអ្នកចូលរួមក្នុងការទេសនាដំណើរនិងការស្វែងយល់អំពីធម្មជាតិក្នុងយើងមាន2នេះហើយក្នុងនោះមាន2ហើយយើងលើកឡើងមានដូចជាភ្នំព្រះធម្មរាជភ្នំដូយន្តភ្នំគុយច័ន្ទភ្នំពួរភ្នំមេភ្នំថ្មប៉ះភ្នំឋានហើយយើងនឹងនិយាយអំពីអាកាសធាតុនៃប្រទេសថៃអាកាសធាតុនៃប្រទេសថៃមានលក្ខណៈជាអាកាសធាតុត្រូពិចមានរដូវ2គឺរដូវប្រាំងនិងរដូវវស្សាហើយបាយទឹកភ្លៀងនៅប្រទេសថៃតែងតែប្រែប្រួលនៅទៅតាមរដូវនិងទៅតាមទីកន្លែងប្រព័ន្ធផ្លូវទឹកនៅប្រទេសថៃមាន2សំខាន់គឺប្រព័ន្ធទន្លេខៀវនិងប្រព័ន្ធទន្លេមេគង្គនយោបាយប្រទេសយើងចូលដល់នយោបាយប្រទេសថៃមានលក្ខណៈរដ្ឋាភិបាលសាសនារដ្ឋលំនៅក្នុងប្រទេសដែលប្រែប្រួលលទ្ធិនិយមមានព្រះមហាក្សត្រជាប្រមុខប្រព័ន្ធភឿនព្រះថៃនៃមានភាគប្រែប្រព័ន្ធនយោបាយមិនច្បាស់លាស់ក្នុងអំឡុងវណ្ណៈទី20និងទី21ដោយសារការផ្លាស់ប្ដូរនយោបាយច្រើនដងពេកទីក្រុងនៃប្រទេសថៃមានទីក្រុងច្រើនដែលមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ចវប្បធម៌និងការអភិវឌ្ឍប្រទេសនៃមានទីក្រុងសំខាន់ខាងរួមមានបាងកកភូមិបុរី
នាងឈៀងម៉ៃនាងឈៀងរ៉ៃភ្នំកេហើយនឹងហាន់យ៉ាហាន់យ៉ៃហើយមួយទៀតយើងនឹងនិយាយអំពីខណ្ឌទីក្រុងបាងកែងក្នុងប្រទេសថៃខណ្ឌគឺជាការព្រំដែនប្រទេសសម្រាប់បែងចែកទីក្រុងបាងកកនៃតែប៉ុណ្ណោះបាងកកមានខណ្ឌសំខាន់8គឺជ្រាណាកុនសាធុនស៊ីសុំស៊ីគុំចតុចៈឡាវជ្រៅចောင်းបូរីបាងតៃបាងខៃប្រព័ន្ធផ្លូវនៅប្រទេសថៃប្រព័ន្ធផ្លូវប្រទេសថៃជាច្រើនដែលមានលក្ខណៈសារៈសំខាន់សម្រាប់នឹងការអនុពលនិងស្ថានកិច្ចផ្លូវនៅប្រទេសថៃមានការអភិវឌ្ឍយ៉ាងខ្លាំងនិងភ្ជាប់ទីក្រុងសំខាន់នៅទូទាំងប្រទេសថៃប្រព័ន្ធនេះរួមមានផ្លូវជាតិផ្លូវអាណាចក្រនិងផ្លូវទីក្រុងទីផ្លូវក្នុងស្រុកនិងបរទេសទីផ្សារផ្លូវស្រុកនិងបរទេសទីផ្សារក្នុងស្រុកនៅទីផ្សារបរទេសនៅប្រទេសថៃមានលក្ខណៈពិសេសច្រើនដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាបណ្ដោស្ថានកិច្ចសំខាន់នៅអាស៊ីអាគ្នេយ៍ថៃបានប្រើប្រាស់យុទ្ធសាស្ត្រជាច្រើនប្រភេទដែលផ្សាយរបស់ខ្លួនទាំងក្នុងស្រុកនិងបរទេសដូចជាអភិវឌ្ឍការផ្លាស់រីកស្ថានដែលការរួមមានក្នុងកិច្ចសហប្រតិបត្តិការធម្មធម្មជាតិហើយវិស័យដែលបានសម្រេចនឹងគឺវិស័យកសិកម្មវិស័យទំនួលសេដ្ឋកម្មវិស័យទេសចរវិស័យសន្តិកម្មផលិតផលទាំងនោះផលិតផលនាំចេញផលិតផលតាក់ទងការវិនិយោគផលិតផលសហប្រតិការពាណិជ្ជកម្មចឹងយើងនិយាយអំពីប្រាសាទនិងធម្មជាតិប្រាសាទថៃមានទេសភាពស្រស់ស្អាតដែលប្រាសាទបុរាណជាច្រើនដែលបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌ខាងអាស៊ីអាគ្នេយ៍ទាក់ទាញទេសចរជាច្រើនទូទាំងពិភពលោកមានដូចជាហើយប្រាសាទល្បីៗមានដូចជាប្រាសាទភ្នំខ្មែរប្រាសាទភីម៉ាយវត្តអរុណវត្តព្រះកែវប្រាសាទស៊ីសាច់ទេហើយយើងមានធម្មជាតិស្អាតដូចជាកោះភិណូឡានជាគិកោសភ្នំតាងាស្រុកសុតជាភ្នំតូពូកោះនិងឆ្នេរយើងមានកោះនិងឆ្នេរសមុទ្រដូចជាកោះល្បីៗមានដូចជាកោះភិកោះសាំស៊ីកោះញយ៉ានកោះឆាងកោះស៊ីផុសនិងកោះសាមេកនៅប្រទេសថៃមានប្រព័ន្ធអប់រំមានការខាងសភ័នចែកចេញជាកម្រិតផ្សេងដោយផ្ដោតលើការអង្អែកជននិងសាធារណៈសមកម្មប្រព័ន្ធអប់រំផ្សេងសាសនានិយមនិងជនឯកជនភាសានិងការបង្រៀននិងការអភិវឌ្ឍចូលដល់កីឡានៅប្រទេសថៃមានសារៈសំខាន់ក្នុង
វប្បធម៌និងជីវិតប្រចាំថ្ងៃប្រទេសថៃមានប្រពៃណីដើមជនវ័យប្រកបដោយការប្រកួតប្រជែងនិងការបង្ហាញនឹងកីឡាដែលល្បីជាទូទៅនៅពិភពលោកកីឡាដែលល្បីៗដែលយើងបានដកចេញមកនោះគឺកីឡាកុលគាបាល់ទាត់បាល់បោះហូបបណ្ដាល ហើយយើងនឹងចូលនឹងសិល្បៈនៅប្រទេសថៃមានសារៈសំខាន់ក្នុងវប្បធម៌និងជីវិតប្រចាំថ្ងៃប្រទេសថៃមានប្រពៃណីវប្បធម៌បុរាណដែលជាកន្លែងដែលបង្ហាញពីសិល្បៈដែលល្បីជាទូទៅនៅលើពិភពលោកសិល្បៈយើងមានដូចជាគំនូរការរាំតន្ត្រីនិងការសម្ដែងរបាំនិងតន្ត្រីជាផ្នែកសំខាន់នៃសិល្បៈប្រពៃណីនៅប្រទេសថៃសិល្បៈទាំងពីរនេះមានសារៈសំខាន់ក្នុងការបង្ហាញនិងការចងវប្បធម៌និងប្រវត្តិសាស្ត្រនៅប្រទេសថៃមានប្រភេទរបាំនិងតន្ត្រីជាច្រើនដែលទាក់ទាញពិធីបុណ្យបុរាណនិងកិច្ចពិធីផ្សេងៗមានដូចជារបាំប្រពៃណីមានដូចជារ៉ាំឌុនរ៉ាសោឈើរ៉ាសាមេកតន្ត្រីប្រទេសថៃមានដូចជាតន្ត្រីខេតតន្ត្រីហៅស្របតន្ត្រីតាមដងទម្រង់អាយុប្រទេសថៃប្រើខណ្ឌអាយុដូចដើមប្រទេសថៃអន្តរជាតិជាទូទៅអាយុរបស់មនុស្សក្នុងប្រទេសថៃត្រូវប្រព័ន្ធកំហិតនឹងខាងពីដើមកំណើតដល់ផ្ទៃបច្ចុប្បន្នប្រទេសថៃអាចចែកអាយុចេញជា3ទម្រង់គឺអាយុកសិនុគិតអាយុប្រពៃណីថៃអាយុទុច្ចរិតរាជការងារថៃការងារថ្នាក់ខ្ពស់និងការងារថ្នាក់ទាបក្នុងប្រទេសថៃការងាររបស់ប្រជាជនអាចបែងចែកជាថ្នាក់ខ្ពស់និងថ្នាក់ទាបដោយផ្អែកលើកម្រិតការប្រើចំណូលនិងស្ថានភាពសង្គមនិងសេដ្ឋកិច្ចការងារថ្នាក់ខ្ពស់មានដូចជាមន្ត្រីរដ្ឋាភិបាលអ្នកគ្រប់គ្រងក្រុមហ៊ុនគ្រូពេទ្យនិងស្ដេចសកលអនិច្ចសនិកអ្នកច្បាប់ការងារដែលមានថ្នាក់ទាបនៅប្រទេសថៃមានការងារជាកសិករអ្នកលក់ដូរទាបលក់ដូរតាមផ្លូវកសិកម្មក្នុងរោងចក្របុគ្គលិកសាវកម្មអ្នកបម្រើអាហារដូចនេះយើងបានបកស្រាយប្រទេសថៃរួចរាល់ហើយយើងបាននិយាយពីមុខម្ហូបទង់ជាតិវប្បធម៌ទេសចរណ៍ព្រំប្រទល់និងជាច្រើនទៀតសូមអរគុណ